អ្នកទាំងអស់គ្នានៅខាងលើនេះខ្ញុំបានបង្ហាញតើទាំង3ដែលពាក្យទាំង3ហ្នឹងគឺយើងអានថាតើដូចគ្នាតាចាហៅ Hello សួស្ដីអ្នកទាំងអស់គ្នាចាអញ្ចឹងក្រោយពីយើងបាយគ្នាអស់រយៈពេលយូរថ្ងៃនេះខ្ញុំមកចេញវីដេអូថ្មីមួយទៀតជូនអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូនេះដែរគឺយើងនិយាយអំពីការប្រើប្រាស់តើអញ្ចឹងអ្នកទាំងអស់គ្នានៅខាងលើនេះខ្ញុំបានបង្ហាញតើទាំង3ដែលពាក្យទាំង3ហ្នឹងគឺយើងអានថាតើដូចគ្នាប៉ុន្តែចង់ដឹងថាពាក្យលម្អិតនីមួយៗតើយើងអាចអានបានប៉ុន្មានសំឡេងទេយើងចូលទៅមើលក្នុងវីដេអូទាំងអស់គ្នាចាអ្នកទាំងអស់គ្នាឥឡូវយើងចូលមកមើលតើទី1អញ្ចឹងខ្ញុំដឹងថាតើនេះគឺភាគច្រើនអ្នកទាំងអស់គ្នាគាត់បានស្គាល់ហើយដែលយើងអានថាតើអូខេអញ្ចឹងចំពោះការអានតើនេះគឺមិនមែនមានតែមួយសំឡេងទេគឺយើងបានរហូតដល់3សំឡេងហើយ3ពាក្យខុសគ្នាទៀតចាអ្នកទាំងអស់គ្នាចំពោះតើទី1យើងអានថាតើធម្មតាចំពោះពាក្យទី2យើងអានថាទីចំពោះពាក្យទី3យើងអានថាទីអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីចង់ដឹងលម្អិតកាន់តែច្បាស់គឺយើងចូលទៅមើលឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងចំពោះពាក្យទី1យើងអានថាតើឧទាហរណ៍我的钱អញ្ចឹងតើកន្លែងហ្នឹងយើងអានថាតើធម្មតាលុយរបស់ខ្ញុំម៉ាម៉ាទៅស៊ូប៉ោម៉ាម៉ាទៅស៊ូប៉ោកាតាបរបស់ម៉ាក់ចាអ្នកទាំងគ្នាឥឡូវយើងចូលទៅដល់ការប្រើប្រាស់ពាក្យតនឹងតដែរប៉ុន្តែយើងឈប់អានថាតហើយគឺយើងអានថាទីអញ្ចឹងមកមើលឧទាហរណ៍ទាំងអស់គ្នា的确很好吃的确很好吃ពិតជាឆ្ងាញ់ណាស់អញ្ចឹង的确កន្លែងនេះគឺយើងអានថាទីមិនមែនអានថាតទេទោះបីអក្សរសរសេរដូចគ្នាក៏ដោយតែខ្ញុំបានលើកឡើងនៅខាងលើហ្នឹងឯងថាយើងអានរហូតបានទៅដល់3ណា3ពាក្យឬក៏3សំឡេងអញ្ចឹង的确很好吃ពិតជាឆ្ងាញ់ណាស់的确យើងบอกថាពិតប្រកបឬក៏ពិតមែនចាអ្នកទាំងអស់គ្នាឥឡូវយើងចូលទៅដល់ការប្រើប្រាស់តចុងក្រោយគេប៉ុន្តែមិនមែនអានថាតដូចគ្នាយើងអានថាទីសំឡេងទី4ទី4声ឧទាហរណ៍ពាក្យថា目的គោលបំណង我有一个目的我有一个目的ខ្ញុំមានគោលបំណងមួយមិនមែន我有一个目的ទេគឺខុសហើយណាអានថា目的យើងบอกថាគោលបំណងចាអ្នកទាំងអស់គ្នាក្រោយពីបានមើលពាក្យថាតទី1អានរហូតដល់3សំឡេងឬក៏3ពាក្យហើយឥឡូវយើងចូលទៅដល់តទី2ម្ដងអញ្ចឹងចំពោះតទី2នេះគឺយើងអានបាន2ពាក្យឬក៏2សំឡេងទី1យើងអានថាតធម្មតាទី2យើងអានថាទីអញ្ចឹងចង់ដឹងថាការប្រើប្រាស់ក៏ដូចជាការលើកឧទាហរណ៍វាបែបមិនខ្លះយើងចូលទៅមើលវីដេអូទាំងអស់គ្នាចាចំពោះឧទាហរណ៍តទី1ម៉ាន់តចូលដើរយឺតចឹងតកន្លែងហ្នឹងយើងអានថាតម៉ាន់តចូលអូខេឧទាហរណ៍ទី2高兴的说话និយាយដោយសប្បាយចិត្តអញ្ចឹងយើងអានថាតឥឡូវយើងចូលទៅដល់ពាក្យនឹងដដែលប៉ុន្តែយើងអានថាទីទី四声សំឡេងទី4ឧទាហរណ៍ពាក្យថាទីធូផែនទីអញ្ចឹងកន្លែងហ្នឹងយើងជប់អានថាតអានថាទីណាទីធូ我有一张地图ខ្ញុំមានផែនទី1ចាអ្នកទាំងអស់គ្នាក្រោយពីយើងបានសិក្សាពាក្យតខាងមុខមិញ2ហើយឥឡូវយើងចូលទៅដល់តចុងក្រោយអញ្ចឹងចំពោះតចុងក្រោយនេះគឺយើងអានរហូតបានដល់3សំឡេងឬក៏3ពាក្យណាទី1យើងអានថាតធម្មតាទី2អានថាតសំឡេងទី2និងទី3យើងអានថាតៃចាអ្នកទាំងអស់គ្នាសម្រាប់ឧទាហរណ៍ពាក្យតទី1说得对និយាយបានត្រឹមត្រូវ跑得快រត់បានលឿនអញ្ចឹងកន្លែងហ្នឹងយើងអានថាតចំណែកឧទាហរណ៍ទី2សំឡេងទី2យើងអានថាតឧទាហរណ៍ពាក្យថាតតគឺយើងបកថាទទួលបាន你得到了礼物អ្នកទទួលបានកាដូឬក៏អ្នកទទួលបានអំណោយអញ្ចឹងកន្លែងហ្នឹងយើងអានថាតទី2សំឡេងទី2ចាអ្នកទាំងអស់គ្នាសម្រាប់ពាក្យចុងក្រោយគឺយើងអានថាតៃទី3声សំឡេងទី3ឧទាហរណ៍9点了我们就得迟到了ម៉ោង9ហើយពួកយើងច្បាស់ជាយឺតហើយអញ្ចឹងតៃកន្លែងនេះយើងบอกថាច្បាស់ជាម៉ោង9ហើយពួកយើងច្បាស់ជាយឺតពេកហើយចាអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូរបស់យើងគឺឈានមកដល់ទីបញ្ចប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីការប្រើប្រាស់តទាំង3ហើយជាមួយនឹងតនីមួយៗយើងអាចអានថាមិនខ្លះទៀតអញ្ចឹងខ្ញុំបានបញ្យល់អ្នកទាំងអស់គ្នារួចអស់ហើយចំពោះចម្ងល់ដែលឆ្ងល់អ្នកទាំងអស់គ្នាអាចឆាតមកសួរឬក៏ comment នៅខាងក្រោមវីដេអូបានហើយសូមអភ័យទោសចំពោះកំហុសឆ្គងទាំងឡាយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះហើយយើងនឹងជួបគ្នានៅក្នុងឱកាសក្រោយទៀតហើយនឹងមួយទៀតសម្រាប់ដំណឹងដែលខ្ញុំចង់ជម្រាបជូនទៅអ្នកទាំងអស់គ្នាគឺខ្ញុំក៏មានបើកបង្រៀនថ្នាក់ភាសាចិនអនឡាញផងដែរខែ1ខែថ្មីនេះគឺខ្ញុំចង់សម្រេចចិត្តក្នុងការបើកថ្នាក់ផ្ទាល់ខ្លួនមួយគឺរវាងគ្រូនិងសិស្សតែម្ដងជាថ្នាក់ពិសេសទៅលើការរៀនភាសាចិនមិនថាថ្នាក់សន្ទនាឬក៏ការរៀនមេរៀនទូទៅទេដោយសារតែខ្ញុំចង់ផ្ដោតទៅលើគុណភាពបន្ថែមប៉ុន្តែសម្រាប់ថ្នាក់បច្ចុប្បន្នក៏ខ្ញុំមានឋានៈជាក្រុមដែរអញ្ចឹងអ្នកទាំងគ្នាដែលមានចំណាប់អារម្មណ៍ក្នុងការរៀនឬក៏សិក្សាភាសាចិនជាមួយខ្ញុំអាចធ្វើការទំនាក់ទំនងតាមរយៈ Telegram ខាងក្រោមបានអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយហើយចាស់ជា